សួស្តីប្រិយយើងទាំងអស់គ្នាហ្នឹងហើយនឹងយើងមកបន្តពីវ៉ាងលេយើងបន្តទៀតតោះកុំឲ្យខាតពេលយូរយើងចូលរួមសាច់រឿងយើងទាំងអស់គ្នាខ្សែភ្នែករបស់វ៉ាងលេនោះបានសម្លឹងមើលទៅកាន់វិញ្ញាណសត្វបិសាចមួយនេះបន្ទាប់ពីនិមិត្តសញ្ញាលហិតឈាមទី3វាក៏ត្រូវបានដាក់ផ្ដិតទៅលើវិញ្ញាណសត្វបិសាចមួយនេះហើយនោះចំហាយថាពរដែលវាបានផ្ដល់ចេញនោះវាថែមនឹងធ្វើឲ្យវ៉ាងលេមានការភ័យខ្លាចថែមទៀតរាងកាយវិញ្ញាណសត្វបិសាចមួយនេះវាបានញ័រយ៉ាងខ្លាំងហើយពន្លឺពណ៌ក្រហមដែលស្ថិតនៅក្នុងខ្សែភ្នែករបស់វានោះវាបានប្រែកាន់តែខ្លាំងឡើងថែមទៀតពន្លឺពណ៌ក្រហមនោះវាក៏ពិតជាមាននៅពន្លឺខ្លាំងណាស់ដែលវាបានពង្រីកទៅការរយៈចម្ងាយ 3x ចេញពីខ្សែភ្នែករបស់វាវ៉ាងលេបានសម្លឹងមើលយ៉ាងស្ងប់ស្ងាត់ទៅកាន់សត្វបិសាចមួយនេះបើទោះបីជាវ៉ាងលេមើលទៅមាននៅសភាពស្ងប់ស្ងាត់ខ្សែភ្នែករបស់គេនោះវាកំពុងតែភ្លឺផ្លែតដុំគុជមួយនេះវាមានទុកនៅការណែនាំនៃការដោះលែងនៅត្រាដែលដាក់ស្ថិតនៅលើវិញ្ញាណសត្វបិសាចមួយនេះហើយវាបានលម្អិតយ៉ាងច្បាស់ទៅលើព័ត៌មានមួយនេះធម្មពលភាគច្រើននៃរទេះសេះសង្គ្រាមប្រហារព្រះនោះវាគឺស្ថិតនៅខាងក្នុងវិញ្ញាណសត្វបិសាចនៅរៀងរាល់ត្រាលហិតឈាមវិញ្ញាណដើមទាំង7នីមួយៗវាអាចធ្វើការរំញោចដាក់ទៅលើសត្វបិសាចមួយនេះដើម្បីឲ្យវាធ្វើការវិវត្តប្រសិនបើត្រាដាក់ស្ថិតនៅលើសត្វបិសាចមួយនេះវាមិនត្រូវបានដោះលែងនៅពេលដែលការរំញោចមួយវាឈានចូលទៅកាន់ចំណុចកម្ពស់របស់វានោះទេនោះវិញ្ញាណសត្វបិសាចមួយវានឹងផ្ទុះហើយវានឹងស្លាប់ទោះបីជាណាក៏ដោយប្រសិនបើត្រាមួយនេះវាក៏ត្រូវបានដោះលែងលឿនពេកនោះការវិវត្តនៃវិញ្ញាណសត្វបិសាចមួយនេះវានឹងត្រូវបានរំខានហើយវានឹងមិនអាចឈានចូលទៅកាន់ថាពលកម្ពស់របស់វាបាននោះទេសិនតែក្នុងពេលអនាគតការពិតទៅរទេះសេះសង្គ្រាមប្រហារព្រះទាំង3នេះវាមិនត្រូវបានប្រើប្រាស់នោះទេមុនពេលដែលអ្នកបង្ការរបស់វាបានស្លាប់ដោយពឹងផ្អែកទៅលើគម្រោងដើររបស់អ្នកបង្ការរទេះសេះសង្គ្រាមប្រហារព្រះនោះរទេះសេះសង្គ្រាមប្រហារព្រះវានឹងអាចប្រែក្លាយទៅជារបស់ដ៏ល្អិតខ្ចោះបន្ទាប់ពីវាត្រូវបានបើកដំណើរការសិននៅក្នុងពេលតែមួយហើយនោះវាគឺជាមូលហេតុដែលវ៉ាងលីនត្រូវធ្វើការដោះលែងនៃត្រានៅពេលដែលការវិវត្តរបស់វានោះវាបានឈានចូលទៅកាន់ចំណុចកម្ពស់របស់វាតតែដូច្នោះទើបថាពលនៃរទេះសេះសង្គ្រាមប្រហារព្រះវាប្រៀបស្មើបានទៅនឹងឈ្មោះរបស់វាដោយពឹងផ្អែកទៅលើគម្រោងការដើមនៃអ្នកបង្ការរទេះសេះសង្គ្រាមប្រហារព្រះមួយនេះរូបគេនឹងទៅធ្វើការប្រមូលផ្ដុំរាល់សម្ភារៈទាំងអស់ហើយបន្តមកទៅធ្វើការស្វែងរកនៅមនុស្សម្នាក់ដែលស្ថិតនៅកម្រិតអតិរិទ្ធមនុស្សទេពដើម្បីជួយឲ្យធ្វើការបើកដំណើរការនៃត្រាដែលដាក់នៅលើវិញ្ញាណសត្វបិសាចនេះសម្រាប់រយៈពេលដំបូងរឿងមួយនេះវានឹងធានាថាវានឹងគ្មាននៅការសោកស្ដាយណាមួយនោះទេជាមួយនឹងរទេះសេះសង្គ្រាមប្រហារព្រះណាមួយសិននៅផ្នែកខាងក្នុងដុំគុជមួយនេះអ្នកបង្កើតថែមទាំងបាននិយាយថាវាមិនសូម្បីតែមាននៅមនុស្សម្នាក់ដែលស្ថិតនៅកម្រិតអតិរិទ្ធមនុស្សទេពនោះអាចអនុញ្ញាតឲ្យរទេះសេះសង្គ្រាមប្រហារព្រះទី3ត្រូវបានបើកដំណើរការដោយមានភាពល្អឥតខ្ចោះវិញ្ញាណសត្វបិសាចវាបានបន្តរួមតូចហើយចំហាយថាពលដែលស្ថិតនៅក្នុងរាងកាយរបស់វានោះវាបានប្រែគួរឲ្យខ្លាចថែមទៀតដើមឡើយវាមាននៅខ្យល់ដែលស្ថិតនៅខាងក្នុងទឹកដីមួយនេះប៉ុន្តែស្ថិតនៅក្នុងពេលឥឡូវនេះវាក៏ដូចជាប្រសិនបើខ្យល់វាមិនហ៊ានចូលមកកាន់ទីនេះទេលំហអាកាសវាបានប្រែទៅជាមានភាពខ្មៅងឹតបន្តិចម្ដងហើយវាលែងមានភាពថ្លាដូចជាការពីពេលមុនទៀតហើយខ្សាច់រាប់ម្ដងវាកំពុងតែញ័រដែលស្ថិតនៅលើផ្ទៃដីដូចជាវាប្រសិនបើវាមាននៅកម្លាំងអាចកំបាំងមួយចំនួនដែលកំពុងតែធ្វើការរង្គើពួកវាខ្សែភ្នែករបស់វ៉ាងលីនបានភ្លឺឡើងដូចជាចង្កៀងចំហាយថាពលនៃវិញ្ញាណសត្វបិសាចដែលស្ថិតនៅចំពីមុខរបស់វ៉ាងលីនមួយនេះវាបានឆ្លងផុតនៅកម្លាំងនៃកម្រិតទី7ដំណាក់កាលដំបូងរួចទៅហើយវាបានឈានចូលទៅកាន់កម្រិតទី7ដំណាក់កាលពាក់កណ្ដាលបន្តិចម្ដងហើយវាបានបន្តកើនឡើងបន្ទាប់ពីរយៈពេល3-4ដង្ហើមនោះរាងកាយនៃវិញ្ញាណសត្វបិសាចមានវាបានរួមតូចចេញពីកម្ពស់1000 ហ្វីតទៅកាន់កម្ពស់100 ហ្វីតតែប៉ុណ្ណោះបើទោះបីជាយ៉ាងណាក៏ដោយពន្លឺពណ៌ក្រហមដែលចេញមកពីខ្សែភ្នែករបស់វាស្ថិតក្នុងពេលឥឡូវនេះវាមាននៅរយៈចម្ងាយ7 ហ្វីតដែលចេញមកពីខ្សែភ្នែករបស់វាហើយវាមាននៅអាប់មួយដែលបានរួមព័ន្ធនៅខ្សែភ្នែករបស់វាខ្សែភ្នែករបស់វ៉ាងលីនបានរួមបញ្ចូលជាមួយនឹងគ្នាបន្តមកដៃរបស់វ៉ាងលីនបានបង្កើតទៅជាត្រាមួយហើយវាមាននៅពន្លឺពណ៌ខ្មៅមួយបានបង្ហាញឡើងស្ថិតនៅក្នុងបាតដៃរបស់វ៉ាងលីនខ្សែភ្នែករបស់វ៉ាងលីនគឺដូចជារន្ទះនៅគណៈពេលដែលរូបគេបានសម្លឹងមើលទៅកាន់វិញ្ញាណសត្វបិសាចមួយនេះស្ថិតនៅក្នុងគ្រានេះពន្លឺពណ៌ក្រហមដែលចេញមកពីខ្សែភ្នែកសត្វបិសាចមួយនេះវាក៏បានដកមកវិញភ្លាមវាមាននៅចំហាយថាពលនៃការបំផ្លាញដែលមានថាពលខ្លាំងមួយវាស្រាប់តែបានចាប់ផ្ដើមបង្កើនឡើងភ្លាមស្ថិតនៅខាងក្នុងរាងកាយរបស់វាការកើនឡើងមួយនេះវាក៏ពិតជាមាននៅល្បឿនលឿនខ្លាំងណាស់ខ្សែភ្នែករបស់វ៉ាងលីននោះវាត្រូវបានពោពេញទៅដោយការទាញយកនៅផលចំណេញនៅគណៈពេលដែលរូបគេបានសម្លឹងមើលទៅកាន់វិញ្ញាណសត្វបិសាចមួយនេះយ៉ាងប្រុងប្រយ័ត្នវ៉ាងលីនបានចង្អុលទៅកាន់វិញ្ញាណសត្វបិសាចមួយនេះហើយរូបគេក៏បានស្រែកត្រាទី2បើកឡើងវាមាននៅពន្លឺពណ៌ខ្មៅបានហោះចេញមកហើយស្ថិតនៅក្នុងពេលដែលចំហាយថាពលនៃវិញ្ញាណសត្វបិសាចនេះបានឈានចូលទៅកាន់ចំណុចកម្ពស់របស់វានោះវាក៏បានធ្លាក់ចុះនៅលើរាងកាយវិញ្ញាណសត្វបិសាចមួយនេះបន្ទាប់ពីរយៈពេលភ្លាមនេះសត្វបិសាចមួយនេះវាក៏បានឈប់ញ័រហើយចំហាយថាពលនៃការបំផ្លាញនោះវាក៏មាននៅស្ថិរភាពដែលស្ថិតនៅជុំវិញរាងកាយរបស់វាបន្ទាប់មកវាបានងើបក្បាលរបស់វាហើយវាបានបញ្ចេញនៅសំឡេងស្រែកមួយដាក់ទៅកាន់លំហអាកាសវាមាននៅសំឡេងផ្គររន្ទះវាស្រាប់តែបានចេញមកពីលំហអាកាសភ្លាមហើយវាមាននៅក្របរន្ទះជាច្រើនវាបានធ្លាក់ចុះមកនេះវាមិនមែនជាទរណកម្មរន្ទះទេពនោះទេហើយក៏រន្ទះមួយនេះវាក៏ត្រូវបានបង្កើតឡើងដោយសត្វបិសាចមួយនេះឯងរន្ទះមួយនេះវាបានធ្លាក់ចុះមកពីលើលំហអាកាសហើយវាក៏បានធ្លាក់ចុះមកនៅលើរាងកាយវិញ្ញាណសត្វបិសាចមួយនេះតែម្ដងក្របរន្ទះអស់ទាំងនេះវា
បានរួមបញ្ចូលជាមួយនឹងគ្នាដើម្បីបង្កើតទៅជាខ្សែបន្ទាត់មួយរាងកាយរបស់វិញ្ញាណសត្វបិសាចមានវាត្រូវបានរំពាត់ទៅដោយរូបរាងស្ពាននៃរន្ទះហើយវាគឺកំពុងតែឈរប៉ុន្តែវាបានក្រាបបន្តិចម្ដងហើយមិនយូរប៉ុន្មាននោះវាក៏បានប្រែក្លាយទៅជាសត្វបិសាចដែលមានរូបរាងដូចជាសត្វឈីលីងបើទោះបីជាណាក៏ដោយវាមិនមែនជាសត្វឈីលីងនោះទេប៉ុន្តែវាគឺជាសត្វបិសាចមួយដែលវាកាន់តែមាននៅភាពកម្រជាងសត្វឈីលីងទៅទៀតដែលស្ថិតនៅក្នុងឋានទេពវាគឺជាសត្វបិសាចរន្ទះវាមាននៅស្នែងពណ៌ប្រាក់មួយបានខួងចេញដោយយឺតចេញមកពីក្បាលរបស់វាស្ថិតនៅក្រោមឥទ្ធិពលនៃរន្ទះមួយនេះក្រសែភ្នែករបស់វ៉ាងលីនបានបង្ហាញចេញនៅសញ្ញាណនៃការខកចិត្តនៅពេលដែលរូបគេបានឃើញនៅស្នែងពណ៌ប្រាក់មួយនេះវ៉ាងលីនបានដកដង្ហើមធំហើយបន្ទាប់មករូបគេក៏បានអំឡះទីទៅមុខនៅគណៈពេលដែលដៃរបស់វ៉ាងលីនបានគូស្ថិតនៅក្នុងលំហខ្យល់នោះនិមិត្តសញ្ញាលហិតឈាមទី4វាក៏ត្រូវបានបំពេញរួចរាល់វ៉ាងលីនក៏បានធ្វើការចាប់កាន់ទៅលើនិមិត្តសញ្ញាលហិតឈាមមួយនេះហើយវ៉ាងលីនក៏បានឈ្មោះសម្ដៅទៅកាន់សត្វបិសាចរន្ទះមួយនេះតែម្ដងដោយពឹងផ្អែកទៅលើដុំគុជមួយនេះប្រសិនបើត្រាទី2ដែលស្ថិតនៅលើរទេះសេះសង្គ្រាមប្រហារព្រះទី2វាក៏ត្រូវបានបើកដំណើរការដោយល្អឥតខ្ចោះនោះវានឹងមាននៅស្នែងពណ៌មាសមួយវាគួរតែបង្ហាញឡើងវ៉ាងលីនក៏បានខិតចូលមកជិតភ្លាមទៅលើសត្វបិសាចរន្ទះមួយនេះដោយរូបគេក៏បានឈ្មោះសម្ដៅតាមរយៈរន្ទះមួយនេះតែម្ដងហើយវ៉ាងលីនក៏បានធ្វើការសង្កត់និមិត្តសញ្ញាលហិតឈាមមួយនេះទៅកាន់រវាងចិញ្ចើមវិញ្ញាណសត្វបិសាចមួយនេះតែម្ដងពេលវេលាដែលវ៉ាងលីនបានជ្រើសរើសវាគឺជាពេលវេលាដែលវាក៏ត្រូវបានរំលឹកស្ថិតនៅខាងក្នុងដុំគុជស្ថិតនៅក្នុងពេលដែលសត្វបិសាចវិញ្ញាណមួយនេះវាធ្វើការវិវត្តទៅជាសត្វបិសាចរន្ទះនោះវាគឺជាពេលវេលាតែមួយតែប៉ុណ្ណោះសម្រាប់ធ្វើការផ្ដិតដាក់ចូលទៅលើជីវិតរបស់វានិមិត្តសញ្ញាលហិតឈាមមួយនេះវាក៏ត្រូវបានផ្ដិតរវាងចិញ្ចើមវិញ្ញាណសត្វបិសាចមួយនេះហើយស្ថិតនៅក្នុងពេលដែលវាបានធ្លាក់ចូលមកហើយនោះវាមានការចែងចាំងឡើងនៃពន្លឺពណ៌មាសមួយវ៉ាងលីនរូបគេមានការភ្ញាក់ផ្អើលប៉ុន្តែនៅពេលដែលវ៉ាងលីនសម្លឹងមើលឲ្យជិតនោះវាក៏លែងមាននៅពន្លឺពណ៌មាសណាមួយទៀតហើយបន្ទាប់ពីនិមិត្តសញ្ញាលហិតឈាមទី4វាក៏ត្រូវបានផ្ដិតរួចរាល់ហើយនោះសត្វបិសាចរន្ទះមួយនេះវាលែងសម្លឹងមើលទៅកាន់វ៉ាងលីនជាមួយនឹងការសម្លឹងមើលដ៏ខើទៀតហើយបើទោះបីជាណាក៏ដោយវាក៏គ្មាននៅភាពចិត្តល្អណាមួយផងដែរដែលស្ថិតនៅក្នុងក្រសែភ្នែករបស់វាបន្ទាប់ពីវាធ្វើការសម្លឹងមើលទៅកាន់វ៉ាងលីននោះវាក៏បានបាត់ខ្លួនត្រឡប់ចូលទៅកាន់រទេះសេះសង្គ្រាមប្រហារព្រះវិញដែលស្ដាររបស់វ៉ាងលីនក៏បានលូកចេញទៅហើយរទេះសេះសង្គ្រាមប្រហារព្រះនោះវាក៏ត្រូវបានដាក់ចូលទៅខាងក្នុងថង់ដៃរបស់គេខ្សែភ្នែករបស់វ៉ាងលីនបានបើកភ្លើងឡើងហើយរូបគេក៏បានគិតពន្លឺចែងចាំងពណ៌មាសមួយនោះភ្នែកខ្ញុំមិនអាចមើលច្រឡំបាននោះទេប៉ុន្តែតើហេតុអ្វីបានជាវាកាត់ឡើងទៅបើទោះបីជាប្រសិនបើវាគឺជាស្នែងពណ៌ប្រាក់នោះវាក៏នៅតែមាននៅថាពណ៌ខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើការដោះស្រាយជាមួយនឹងអ្នកបង្ហាត់កម្រិតទី7ដំណាក់កាលពាក់កណ្ដាលម្នាក់បើទោះបីជាប្រជាជនដើមនៅទីនេះវាមាននៅភាពងាយស្រួលដើម្បីធ្វើការដោះស្រាយជាមួយតែអ្នកបង្ហាត់ណាម្នាក់ដែលបានបំបែកកម្រិតចូលទៅកាន់កម្រិតទី7ដំណាក់កាលពាក់កណ្ដាលមាននៅភាពសាមញ្ញទៅពួកគេអាចជាមាននៅថាពលដែលមានថាពលខ្លាំងឬក៏វត្ថុទេពដែលមាននៅភាពអស្ចារ្យឬក៏ទាំងពីរតែម្ដងជាលទ្ធផលបើទោះបីជាខ្ញុំមិនហ៊ាននិយាយថាខ្ញុំអាចឈ្នះប្រឆាំងជាមួយនឹងអ្នកបង្ហាត់កម្រិតទី7ដំណាក់កាលពាក់កណ្ដាលណាម្នាក់នោះជាមួយនឹងកម្រិតបង្ហាត់ទី7ដំណាក់កាលដំបូងរបស់ខ្ញុំវាគឺមិនអាចទៅរួចសម្រាប់ឲ្យពួកគេធ្វើការសម្លាប់រូបខ្ញុំឡើយហើយប្រសិនបើខ្ញុំជួបប្រទះជាមួយនឹងអ្នកបង្ហាត់កម្រិតទី7ដំណាក់កាលពាក់កណ្ដាលម្នាក់ជាមួយនឹងវេទមន្តហើយនឹងវត្ថុទេពមាននៅថាពលទុនខ្សោយជាងខ្ញុំនោះខ្ញុំនឹងអាចធ្វើការសម្លាប់ពួកគេបានលេខមកមើលអ្នកបង្ហាត់កម្រិតទី7ដំណាក់កាលចុងក្រោយនេះវិញវាក៏ពិតជាគួរឲ្យលំបាកវិញហើយវ៉ាងលីនក៏បានដកដង្ហើមធំថាតើវាគឺជាជូខឺជឺឬក៏បរិះវ័យចំណាស់ដែលមានឈុតពណ៌ខ្មៅម្នាក់នោះពួកគេទាំងពីរនាក់បានបែកចូលទៅកាន់កម្រិតទី7ដំណាក់កាលចុងក្រោយរួចទៅហើយបើទោះបីជាប្រសិនបើខ្ញុំត្រូវតែធ្វើការប្រើប្រាស់នៅសត្វបិសាចរន្ទះនោះខ្ញុំខ្លាចថាខ្ញុំមិនអាចធ្វើការទប់ទល់ប្រឆាំងជាមួយនឹងថាពលនៃអ្នកបង្ហាត់កម្រិតទី7ដំណាក់កាលចុងក្រោយម្នាក់នោះទេសំណាងល្អដែលខ្ញុំមាននៅថាពលដែររបស់ដាទេពលៀងទៀនហួរដូច្នេះប្រសិនបើខ្ញុំពិតជាបានជួបប្រទះមួយក៏ដោយខ្ញុំគ្មានអ្វីត្រូវខ្លាចនោះទេវ៉ាងលីនបានបោះជំហានទៅមុខមួយជំហានហើយវ៉ាងលីនក៏បានធ្វើការបំបាំងខ្លួនចូលត្រឡប់ចូលទៅកាន់ប្រាសាទវិញមូលហេតុដែលអ្នកបង្ហាត់កម្រិតទី7ដំណាក់កាលចុងក្រោយវាមាននៅថាពលខ្លាំងនោះវាគឺពីព្រោះដោយសារតែពួកគេស្ថិតនៅចុងបញ្ចប់នៃជំហានដំបូងរួចទៅហើយជាពិសេសកម្រិតទី7ដំណាក់កាលចុងក្រោយកំពូលពួកគេអាចត្រូវបានចាត់ទុកថាស្ថិតនៅចំណុចកំពូលនៃមនុស្សអស់ទាំងនោះដែលស្ថិតនៅជំហានដំបូងវាមានត្រឹមតែមនុស្សអស់ទាំងនោះជាមួយនឹងកម្រិតបង្ហាត់ស្រដៀងគ្នាទើបអាចប្រៀបស្មើជាមួយនឹងពួកគេបានស្ថិតនៅក្នុងការប្រយុទ្ធពួកគេមិនមែនជាមនុស្សដែលអ្នកបង្ហាត់កម្រិតទី7ដំណាក់កាលពាក់កណ្ដាលម្នាក់អាចធ្វើការប្រឆាំងជាមួយបានទាល់តែសោះរឿងមនុស្សលូតាតែពួកគេមាននៅវត្ថុទេពប្រឆាំងជាមួយនឹងឋានសួគ៌ដូចជាថាពោដៅរបស់ដាវទេពលៀងទៀនហួរឬក៏វិញ្ញាណទី4ដែលចេញមកពីទងវិញ្ញាណ1000លានសូម្បីតែការពីពេលមុននោះវិញ្ញាណទី4មួយនោះគឺនៅតែត្រូវបានចាប់យកដោយជូខឺជឺហើយលោកគ្រូទូធាននៅតែបានស្លាប់ការពីពេលមុននោះបរិវ័យចំណាស់ដែលស្ថិតនៅខាងក្រោមប្រាសាទបិសាចបាននិយាយថាខ្យល់ដំណក់ទឹកភ្លៀងរន្ទះហើយនឹងវេទមន្តរន្ទះគឺជាវេទមន្តដែលមានថាពលទុនខ្សោយបំផុតរបស់គេហើយរឿងមួយនោះវាមិនគួរជារឿងคล้ายៗនោះឡើយវ៉ាងលីនបានអង្គុយបត់ជើងស្ថិតនៅខាងក្នុងប្រាសាទមួយនេះនៅគណៈពេលគេបានធ្វើការចង្កឹតប្រសិនបើខ្ញុំមាននៅសរសៃថាពលនៃការសម្លាប់ចំនួនជាង1លាននោះទងវិញ្ញាណ1000លានរទេះសេះសង្គ្រាមប្រហារព្រះហើយនឹងទន្លេឋានរស់តែខ្ញុំអាចយកឈ្នះអ្នកបង្ខាត់កម្រិតទី7ដំណាក់កាលចុងក្រោយម្នាក់បានដែរឬទេវ៉ាងលីនបានធ្វើការចង្កឹតយ៉ាងស្ងៀមស្ងាត់
គ្មានភាពក្លាហាននោះទេបើទោះបីជាយ៉ាងណាក៏ដោយជាមួយនឹងថាពលដែររបស់ដែរទេលៀងទាំងហួរប្រសិនវាមានអ្នកវឹកហាត់កម្រិតទី7ដំណាក់កាលចុងក្រោយម្នាក់ពិតជាចង់មករញ៉េរញ៉ៃជាមួយនឹងខ្ញុំពិតមែននោះខ្ញុំគ្មាននៅជំរើសអ្វីនោះទេប៉ុន្តែត្រូវតែប្រើប្រាស់នៅថាពលដែររបស់ដែរទេលៀងទាំងហួរខ្សែភ្នែករបស់វ៉ាងលីនបានប្រែទៅជាត្រជាក់ស្ថិតនៅក្នុងពេលឥឡូវនេះខ្ញុំត្រូវការចម្រាញ់ដែរទាំង3នេះឲ្យបានត្រឹមត្រូវវ៉ាងលីនក៏បានធ្វើការទះទៅលើថង់ដែររបស់គេហើយវាមាននៅដែរចំនួន3ដែលបានចេញមកពីម៉ូយ៉ាងជឺស៊ូហើយនិងហៃជូនោះវាក៏បានហោះចេញមកដែរទាំង3នេះបានផ្ដល់ចេញនៅចំហាយថាពលវិញ្ញាណដល់ការសាហាវមួយវ៉ាងលីនក៏បានខ្ជាក់ចេញនៅថាពលនៃពិភពដើមដែលវាបានប្រែក្លាយទៅជាអាពណ៌បៃតងមួយដែលបានធ្វើការរំពាត់ទៅលើដែរទាំង3នេះបន្ទាប់មកវ៉ាងលីនក៏បានធ្វើការបិទក្រសែភ្នែករបស់គេហើយបានផ្ដោតអារម្មណ៍ទៅលើការចម្រាញ់ដែរទាំង3នេះស្ថិតនៅក្នុងរយៈពេលត្រឹមតែមួយប្រព្រឹត្តភ្នែកនោះរយៈពេល3ខែបានកន្លងផុតទៅរួចហើយស្ថិតនៅក្នុងថ្ងៃនេះវាមាននៅកម្មថ្មីនៃពន្លឺចំនួន3-4វាបានបង្ហាញឡើងស្ថិតនៅក្នុងលំហអាកាសដែលមានរយៈចម្ងាយ 50,000 គីឡូម៉ែត្រចេញពីគោលសម្ព័ន្ធចម្រាញ់វិញ្ញាណគោលដៅរបស់ពួកគេនោះច្បាស់ណាស់គឺជាគោលសម្ព័ន្ធចម្រាញ់វិញ្ញាណស្ថិតនៅក្នុងចំណោមមនុស្សអស់ទាំងនេះវាមាននៅមនុស្សម្នាក់ដែលកំពុងតែស្លៀកពាក់នៅឈុតពណ៌មាសដែលវាបានផ្ដល់ចេញនៅពន្លឺពណ៌មាសមួយមនុស្សម្នាក់នេះមើលទៅមិនមានអាយុចាស់នោះទេហើយមុខរបស់គេវាបានបង្ហាញចេញនៅសញ្ញាអារម្មណ៍នៃភាពក្រអឺកតោមដ៏ត្រជាក់មួយវាមាននៅមនុស្សម្នាក់ដែលកំពុងតែតាមរូបគេមនុស្សម្នាក់នេះគឺជាយុវជនដែលសម្លៀកបំពាក់របស់គេវាមាននៅពណ៌សដូចជាព្រិលរូបគេវាមាននៅសម្រស់ស្រស់សង្ហាប៉ុន្តែមុខរបស់គេស្ថិតក្នុងពេលឥឡូវនេះវាត្រូវបានពោពេញទៅដោយភាពជឿចត់រូបគេបានធ្វើការសម្លឹងមើលទៅកាន់គោលសម្ព័ន្ធចម្រាញ់វិញ្ញាណជាមួយនឹងភាពស្ទាក់ស្ទើរដែលត្រូវបានលាក់បាំងទុកស្ថិតនៅក្នុងខ្សែភ្នែករបស់គេបរិបទដែលមានឈុតពណ៌មាសបានសម្លឹងមើលទៅកាន់យុវជនម្នាក់នេះហើយរូបគេក៏បានធ្វើការសោចំអកយ៉ាងត្រជាក់តើឯងកំពុងតែគិតអំពីអ្វីទៅសុនយុនសានយុវជនឈុតពណ៌សម្នាក់នេះគឺជាមនុស្សដែលបានមកកាន់ទឹកដីវិញ្ញាណបិសាចជាមួយនឹងវ៉ាងលីនរូបគេគឺជាមេបកតូចនៃបកស៊ွန်យួនសុនយុនសាននៅពេលរូបគេបានចូលមកកាន់ទឹកដីវិញ្ញាណបិសាចមួយនេះរូបគេមាននៅព្រឹត្តិការណ៍ដែលមាននៅកម្រិតវឹកហាត់ខ្ពស់ 3-4 នាក់ដើម្បីធ្វើការពារខ្លួនរបស់គេទោះបីជាណាក៏ដោយស្ថិតនៅក្នុងពេលឥឡូវនេះរូបគេមានតែខ្លួនរបស់គេនៅឡើយបន្ទាប់ពីឮពាក្យសម្ដីរបស់បរិសុទ្ធដែលមាននៅឈុតពណ៌មាសម្នាក់នេះរាងកាយរបស់សុនយុនសានមានការញ័រហើយរូបគេក៏បាននិយាយដោយការគោរពលោកម្ចាស់កូនចៅម្នាក់នេះមុនពេលរូបគេបញ្ចប់នៅការនិយាយរបស់គេនោះបរិសុទ្ធដែលមាននៅឈុតពណ៌មាសម្នាក់នេះបានកាត់ផ្ដាច់សម្ដីរបស់គេហើយរូបគេក៏បានសោកចំអកយ៉ាងត្រជាក់មិនចាំបាច់ធ្វើការបញ្យល់នោះទេចាប់តាំងពីឯងបានចូលរួមជាមួយនឹងសហភាពវឹកហាត់របស់ខ្ញុំហើយនោះឯងត្រូវតែធ្វើតាមរាល់បញ្ជាទាំងអស់ប្រសិនវាមិនមែនដោយសារតែខ្ញុំយល់មុខប្អូនស្រីរបស់ឯងទេនោះតែឯងគិតថាឯងនឹងអាចក្លាយទៅជាផ្នែកមួយនៃឱកាសដ៏ល្អបែបនេះដើម្បីទទួលបាននៅផលចំណេញមែនទេដូចជាការធ្វើការចាប់ខ្លួនវ៉ាងលីនម្នាក់នេះសុនយុនសានបានរក្សាភាពស្ងប់ស្ងាត់ហើយរូបគេក៏បានងក់ក្បាលរូបគេក៏បានធ្វើការគិតទៅកាន់ខ្លួនរបស់គេខ្ញុំមិនដឹងនោះទេប្រសិនបើវ៉ាងលីនស្ថិតនៅខាងក្នុងគោលសម្ព័ន្ធចម្រាញ់វិញ្ញាណមួយនេះហើយនឹងវ៉ាងលីនដែលមកពីបកជោគវាសនាឋានសួគ៌នោះគឺជាមនុស្សតែមួយហើយខ្ញុំគិតទៅលើរឿងមួយនេះច្រើនពេកហើយវាគ្មាននៅវិធីដែលពួកគេជាមនុស្សតែមួយនោះទេពួកពាក់ប្រុសថែមទាំងបានបញ្ជូននៅអ្នកការពារមនុស្សទេម្នាក់ដើម្បីឲ្យមកចាប់ខ្លួនវ៉ាងលីនម្នាក់នេះទៀតផងវាគ្មាននៅគ្រោះថ្នាក់ណាមួយស្ថិតនៅក្នុងដំណើរមួយនេះនោះទេប៉ុន្តែឯងត្រូវតែមាននៅការប្រុងប្រយ័ត្នហើយនឹងមិនអនុញ្ញាតឲ្យវ៉ាងលីនម្នាក់នោះធ្វើការរត់គេចនោះទេបន្ទាប់ពីបរិសុទ្ធដែលមាននៅឈុតពណ៌មាសម្នាក់នេះបានបញ្ចប់នៃការនិយាយរបស់គេនោះការសម្លឹងមើលរបស់គេវាបានបែរទៅការបរិវ័យកណ្ដាលដែលស្ថិតនៅខាងក្នុងឈុតពណ៌ខ្មៅដែលស្ថិតនៅផ្នែកខាងក្រោយនៃក្រុមរបស់ពួកគេបរិបទនេះវាមាននៅសភាពធម្មតាហើយទាំងមុខរបស់គេនោះវាគឺតែងតែមាននៅភាពស្ងប់ស្ងាត់តាមរយៈពេលវេលាអស់ទាំងនេះវាក៏ដូចជាប្រសិនបើវាគ្មានអ្វីស្ថិតនៅក្នុងពិភពលោកមួយនេះវានឹងបង្កឲ្យទាំងមុខរបស់គេផ្លាស់ប្ដូរនៅឡើយវាមាននៅសរសៃខ្សែដ៏ស្ដើងមួយបានសាយភាចេញមកដល់យឺតចេញមកពីរាងកាយរបស់មនុស្សម្នាក់នេះហាក់បីដូចជាបានរួមបញ្ចូលជាមួយនឹងតំបន់ដែលស្ថិតនៅជុំវិញលំហថាពលរបស់គេនោះវាស្ទើរតែបានបាត់ចេញទៅទាំងស្រុងរួចទៅហើយអ្នកវឹកហាត់ធម្មតាណាម្នាក់នោះនឹងមិនអាចធ្វើការកត់សម្គាល់ទៅលើវត្តមានរបស់គេបានទាល់តែសោះដើម្បីអាចរលាយរួមបញ្ចូលជាមួយនឹងឋានសួគ៌ឯនឹងប្រេសូនីហើយរួមបញ្ចូលជាមួយនឹងផ្ទៃលំហនោះវាក៏មានន័យថាកម្រិតវឹកហាត់របស់មនុស្សម្នាក់នេះវាបានឈានចូលទៅកាន់កម្រិតទី7ដំណាក់កាលដំបូងរួចទៅហើយបើទោះបីជាណាក៏ដោយកម្រិតទី7របស់មនុស្សម្នាក់នេះវាក៏ពិតជាមាននៅភាពចម្លែកបន្តិចវាគ្មាននៅថាពលនៃពិភពដើមណាមួយដែលស្ថិតនៅខាងក្នុងវិញ្ញាណដើមរបស់មនុស្សម្នាក់នេះនោះទេវ៉ាងលីនកំពុងតែអង្គុយវត្តជើងស្ថិតនៅខាងក្នុងប្រាសាទមួយនេះនៅពេលដែលវ៉ាងលីនស្រាប់តែបានបើកក្រសែភ្នែករបស់គេឡើងភ្លាមមាននៃការបំផ្ទុះឡើងនៃពន្លឺដែលចែងចាំងមួយដែលវាបានបង្ហាញចេញពីក្រសែភ្នែករបស់វ៉ាងលីនទី13ពួកយើងមានភ្ញៀវទៅនាំយកពួកគេមកទីនេះមកអ្នកវឹកហាត់ដែលមកពីសហភាពវឹកហាត់បានហោះឆ្ពោះសម្ដៅមកកាន់គោលសម្ព័ន្ធចម្រាញ់វិញ្ញាណនៅចំពីមុខពួកគេនោះវាគឺជាពពកពណ៌ខ្មៅដែលគ្មាននៅទីបញ្ចប់មួយពពកមួយនេះវាក៏ពិតជាមាននៅសភាពក្រាស់ពេកហើយដោយពួកគេមិនអាចមើលឃើញអ្វីបានទាល់តែសោះសូម្បីតែញៀនទេរបស់ពួកគេនោះក៏ត្រូវបានប៉ើងលងមកវិញភ្លាមផងដែរដោយពពកពណ៌ខ្មៅមួយនេះការពិតទៅប្រសិនបើពួកគេមាននៅការធ្វើប្រហែសបន្តិចនោះញៀនទេរបស់ពួកគេនឹងត្រូវបានលេបត្របាក់ដោយអំណាចនៃវិញ្ញាណដែលស្ថិតនៅផ្នែកខាងក្នុងជាមិនខានវាមាននៅសម្
លេងស្រែកល្បីៗដល់មុតស្រួយដែលអាចបង្កឲ្យមានការភ្ញាក់ផ្អើលដែលបានចេញមកពីផ្នែកខាងក្នុងពពកពណ៌ខ្មៅមួយនេះវាគឺមិនអាចទៅរួចដើម្បីមើលឃើញអ្វីដែលស្ថិតនៅផ្នែកខាងក្នុងនោះទេដោយសារតែពពកពណ៌ខ្មៅអស់ទាំងនេះទឹកមុខរបស់បរិសុទ្ធដែលមានឈុតពណ៌មាសបានលេចលងចុះនៅពេលគេបានឃើញដូច្នេះឬគេបានបង្ហាញចេញនូវការអសរចំអកដ៏ត្រជាក់មួយហើយក៏បាននិយាយទីកន្លែងរបស់វ៉ាងលីនមានត្រឹមតែមួយស្រទាប់តែប៉ុណ្ណោះនៃការការពារនៅពេលដែលពួកយើងបំបីឆ្លងកាត់ស្រទាប់មួយនេះពួកយើងអាចធ្វើការចាប់ក្មេងម្នាក់នេះបានយ៉ាងងាយស្រួលវាមាននៅមនុស្ស3-4នាក់ដែលស្ថិតនៅជំនាញខ្លួនរបស់គេហើយរាល់ពួកគេទាំងអស់គ្នានោះវាមាននៅទឹកមុខដ៏អាប់អួរហើយពួកគេមិនអាចនិយាយនៅពាក្យសម្ដីអ្វីបានមួយម៉ាត់ទាល់តែសោះនៅគណៈពេលដែលពួកគេបានសម្លឹងមើលទៅការពពកពណ៌ខ្មៅមួយនេះសុនយុនសានបានបង្ហាញចេញនៅសញ្ញានៃការសោយមកដែលស្ថិតនៅក្នុងខ្សែភ្នែករបស់គេគ្រប់គេបានរៀបបន្តិចផងដែរទៅលើបញ្ហាមួយនេះដែលចេញមកពីប្អូនស្រីរបស់គេក្រុមតូចៗភាគច្រើនពួកគេបានគិតថានេះវាគឺជាឱកាសដ៏ងាយស្រួលមួយដើម្បីទទួលបាននៅផលចំណេញពីព្រោះដោយសារតែបព្វបរោះបានបញ្ជូនចេញនៅអ្នកការពារមនុស្សទេម្នាក់ហើយពួកគេទាំងអស់គ្នានោះគឺកំពុងតែធ្វើការប្រយុទ្ធសម្រាប់ឱកាសមួយនេះឯងអ្នកនាំសារដែលបាននាំយកព័ត៌មានពីទីតាំងរបស់វ៉ាងលីននោះពិតជាបានរំលឹកថាទីតាំងរបស់វ៉ាងលីនវាក៏ត្រូវបានរំពាត់ទៅដោយពពកដែលមានរដ្ឋាភិបាលខ្លាំងមួយបើទោះបីជាណាក៏ដោយមនុស្សដែលកំពុងតែធ្វើការប្រយុទ្ធសម្រាប់ឱកាសមួយនេះមិនបានចំណាយនៅចំណាក់អារម្មណ៍ច្រើនទៅលើរឿងមួយនេះឡើយពួកគេនៅតែជឿជាក់ថាវានឹងគ្មាននៅរឿងអ្វីដែលជាបញ្ហានោះទេជាមួយនឹងអ្នកការពារមនុស្សទេពនៅទីនេះសុនយុនសានក៏បានធ្វើការសម្លឹងមើលជុំវិញបូករួមសុនយុនសាននៅទីនេះនោះវាមាននៅមនុស្សស្ទើរតែ20នាក់នៅទីនេះហើយពួកគេភាគច្រើននោះគឺស្ថិតនៅកម្រិតទី6ដំណាក់កាលដំបូងហើយវាមានត្រឹមតែពួកគេមួយចំនួននោះទេដែលស្ថិតនៅកម្រិតទី6ដំណាក់កាលពាក់កណ្ដាលវាមានត្រឹមតែអ្នកវឹកហាត់កម្រិតទី6ដំណាក់កាលចុងក្រោយម្នាក់តែប៉ុណ្ណោះហើយរូបគេគឺជាលោកពូហ្វឹងដែលរូបគេបានរក្សាភាពស្ងៀមស្ងាត់តាមរយៈពេលវេលាអស់ទាំងនេះសុនយុនសានបានសម្លឹងមើលទៅកាន់បរិវេណចំណាក់ដែលមានអក្សរពណ៌ប្រាក់ដែលស្ថិតនៅមិនឆ្ងាយពីរូបគេហើយរូបគេត្រឹមតែទទួលអារម្មណ៍បាននូវភាពសោកសៅតែប៉ុណ្ណោះបរិវេណម្នាក់នេះគឺជាលោកពូហ្វឹងរបស់គេរូបគេគឺជាសិស្សប្អូនឪពុករបស់សុនយុនសានហើយរូបគេបានចូលមកទីនេះដើម្បីធ្វើការការពារសុនយុនសានបើទោះបីជាណាក៏ដោយសុនយុនសានមិនដែលនឹកស្មានដល់ទេថាប្អូនស្រីរបស់គេនោះបានតាមពួកគេមកទីនេះដោយសម្ងាត់ហើយវាបានបង្កឲ្យរូបគេចូលមកកាន់ស្ថានភាពដ៏លំបាកបែបនេះបុព្វបុរសម្នាក់នោះថែមទាំងបានធ្វើការសម្អាតនៅការចងចាំរបស់លោកពូហ្វឹងម្នាក់នេះជាមួយនឹងវេទមន្តសម្ងាត់មួយហើយក៏បានប្រែក្លាយរូបគេទៅជាអាយ៉ងមួយរូបគេមាននៅក្របពូជទេពដែលត្រូវបានដាំស្ថិតនៅផ្នែកខាងក្នុងរាងកាយរបស់គេដោយបុព្វបុរសមួយនោះហើយរូបគេលែងអាចធ្វើការគ្រប់គ្រងទៅលើជីវិតហើយនិងសេរីស្លាប់របស់គេបានតទៅទៀតហើយព្រោះតែមានឈុតពណ៌មាសម្នាក់នេះបានធ្វើការស្រែកពពកពណ៌ខ្មៅមួយនេះវាគ្មានស្អីនោះទេអាលេខ10ឯងទៅបំបីពពកពណ៌ខ្មៅមួយនេះឲ្យខ្ញុំអ្នកវឹកហាត់កម្រិតទី6ដំណាក់កាលដំបូងម្នាក់ដែលស្ថិតនៅផ្នែកខាងក្រោយបរិសុទ្ធដែលមានឈុតពណ៌មាសម្នាក់នេះមាននៅទឹកមុខដ៏អាក្រក់មួយរូបគេមាននៅការស្ទាក់ស្ទើរប៉ុន្តែរូបគេមិនហ៊ានមិនទទួលបញ្ជានោះឡើយរូបគេបានដកដង្ហើមធំហើយរូបគេក៏បាននិយាយដោយការគោរពកូនចៅម្នាក់នេះទទួលបញ្ជាអ្នកវឹកហាត់ម្នាក់នេះបានខំសង្កត់ថ្មិញរបស់គេហើយរូបគេក៏បានឈ្មោះសម្ដៅទៅកាន់ពពកពណ៌ខ្មៅបើទោះបីជាយ៉ាងណាក៏ដោយនៅពេលរូបគេខិតចូលកាន់តែចិត្តនោះសម្ពាធដែលវាអាចធ្វើឲ្យវិញ្ញាណដើមវាមាននៅការរង្គោះរង្គើនោះបានប្រែកាន់តែខ្លាំងឡើងថែមទៀតវាក៏មាននៅសម្លេងស្រែកល្បីៗអស់ទាំងនោះផងដែរដែលវាបានឈ្មោះចេញមកដូចជារលកវេទមន្តសម្លេងអ្នកវឹកហាត់ម្នាក់នេះលែងអាចចូលទៅចិត្តបានទៀតហើយនៅពេលរូបគេស្ថិតនៅរយៈចម្ងាយត្រឹមតែ10000 ហ្វីតតែប៉ុណ្ណោះចេញមកពីពពកពណ៌ខ្មៅមួយនេះរូបគេមានអារម្មណ៍ថាប្រសិនបើរូបគេបង្ខំខ្លួនរបស់គេឲ្យបន្តនោះរូបគេនឹងស្លាប់ជាមិនខាននៅពេលដែលរូបគេបានឃើញអ្នកវឹកហាត់ម្នាក់នេះឈប់មុខរបរបរិសុទ្ធដែលមានឈុតពណ៌មាសវាគេត្រូវបានពោពេញដោយការខឹងសម្បារូបគេក៏បានធ្វើការស្រែកស្ថិតនៅក្នុងសូរសម្ដីដ៏ត្រជាក់អាលេខ10តើឯងហ៊ានមិនស្ដាប់បញ្ជាមែនទេមុខរបបរិសុទ្ធម្នាក់នេះបានប្រែទៅជាជូរចត់បន្ទាប់ពីរូបគេបានលើដូច្នេះរូបគេក៏បានដកដង្ហើមធំហើយរូបគេក៏បានគិតបំភ្លេចវាចោលចោះជីវិតមួយនេះវាលំបាកថាជាជីវិតមនុស្សទៀតណាស់ហើយវាគួរតែមកបញ្ចប់ត្រឹមនេះចោះប្រសិនបើខ្ញុំអាចស្លាប់នៅទីនេះនោះខ្ញុំនឹងត្រូវបានធូរស្បើយចេញមកពីការធ្វើទនកម្មមួយនេះរូបគេក៏បានដកដង្ហើមធំនៅគណៈពេលដែលគេបានបោះជំហានមួយជំហានហើយក៏បានឆ្ពោះទៅមុខដូចជាផ្កាយដ៏កន្ទុយស្ថិតក្នុងរយៈពេលត្រឹមតែ1ព្រិចភ្នែករូបគេក៏បានចូលទៅផ្នែកក្នុងនៃរយៈចម្ងាយ10000 ហ្វីតនៃពពកពណ៌ខ្មៅមួយនេះហើយស្ថិតនៅក្នុងគ្រានេះនោះពពកពណ៌ខ្មៅមួយស្រាប់តែបានកម្រើកភ្លាមពពកពណ៌ខ្មៅវាបានកើនចេញមកដូចជារលកទឹកសមុទ្រហើយក៏បានបង្កើតទៅជារូបរាងដូចជាផ្សិតមួយនៅគណៈពេលដែលវាបានបន្តបង្រីកចេញមកផ្នែកខាងមុខសំឡេងស្រែកល្បីៗដែលមុតស្រួយវាបានប្រែកាន់តែខ្លាំងឡើងថែមទៀតនៅគណៈពេលដែលពួកវាបានអមលឿនឡើងឆ្លងកាត់ទៅលើលំហអាកាសនៅពេលដែលពពកអស់ទាំងនេះវាបានកោចូលគ្នានោះវាមាននៅសំឡេងស្រែករងជួយប្រធរនីជាបន្តបន្ទាប់ដែលវាបានចេញមកពីផ្នែកខាងក្នុងហើយស្ថិតក្នុងពេលជាមួយគ្នានេះដែរនោះពពកពណ៌ខ្មៅមួយវាក៏បានប្រែក្លាយទៅជាមាត់ដ៏ធំមួយភ្លាមដែលវាអាចធ្វើការលេបត្របាក់ពិភពលោកមួយនេះបានវាបានធ្វើការលេបត្របាក់អ្នកវឹកហាត់ម្នាក់នេះដោយគ្មាន
ในการเสียสเตอร์นามูนตีดาวมาบ้ามันซอตกเอาไว้พองสเตอร์ได้ระวังเนี่ยบักหัดแต่งออกในหาเพียบบักหัดมูนี่มีในการพยับเอาดอยเรื่องมูนี่ให้ปุกเกรู้วิสตันเนอร์ระยะจำไงช่างครั้งนะปุกเกมีอารมณ์โดยจีปุกเกสตันเนอร์เชิดปกปอกขมามูนี่ให้สำเร็จมันเปียระบบปุกเกนุวิกระตรบานสามเพลียมๆนอนอย่างดอยเชี่ยวิกระโดยจีประสันบาอะไรดอกเนี่ยนี้มันแม่นจีมันลงแต่มันเนี่ยตรบานเลยตรบานดอยแบบปกปอกขมาในตีเราใช้ในดอกงบสงัดระบบเนี่ยการเปียมลงเตะสลับตะวันบางพื้นล่างเพลียมในขณะเปรูเกมันฝึกการสำเร็จมือยางปรองประหยัดในการปกปอกขมาให้กับมันให้เช่นในตึกมุกดอยเรืองชวามุยโลกเมกรมปกปอกขมามุยนี้บรมเนี่ยได้สตันเนอร์จำเฮียงบรอดเมียในชุดปอมวิกระตรบานปกเป็นแต่น้อยเพียบไผ่คลายตั้งมุกระบบบรอดเมียในชุดปอมวิวางปลายการเมียในเพียบขมาเงินแทนที่รูเกมันฝึกการจังออตการบรอดไว้จำนักได้สตันเนอร์มันง่ายปีนี้ให้กับมันยัยเด็กใบไอตื้อบรอดไว้จำนักสอบปอซอมในนี้คือชื่อหลกปูระบบส่วนยนต์สั้นให้ตั้งหมดบอกเกนุวิกระตรบานปกเป็นแต่น้อยการเงินช่องรูเกมันยัยในเปียสำเร็จเอาไว้มวยมันเอาเต้ในขณะเป็นรูเกบอดบอกจำเพียงแต่มุกส่วนยนต์สั้นกับมันกระดับได้ระบบกี้ให้บรรทบรูเกมันสำเร็จเมื่อแต่การกายจะเช่นเดิมระบบหลกปูฟังระบบกี้ให้แหวกโดระบบกี้นุวิบันโฮเชียมบรอดไว้จำนักในนี้บางบอกดอในระยะจำง่ายมาเมื่อ10 ปีแบบปกปอกมาเติมได้ประมาณจำเพียงได้ปะเนาะในขณะเป็นได้รูเกเรียมหนึ่งบรรทอนุปปอกมาจับแต่บามันไทยระเบิดเพลียมให้เวียกับบันโกโจคนี่สั้นในขนมระยะเพลียมนี้ปปอกมาเวียก็บ่าวใบบากล้างโดยบามันซอตกในเจาะเพลิงโดยฉบับมวยในสัตว์ในจำนวนกันได้เดิมเวียเมียนในบรอดไว้ขมิ้นเมียนในตักหมกดอแต่เจ้าเนี่ยบ้านได้ใจหมกปีมูจำเพียงแต่มูจำเพียงรูเกมันสำเร็จเมื่อแต่การบรอดไว้จำนะบนเปรดัดเฟอร์การสำเร็จเมื่อแต่การมนุษย์ในสหเพียบบักฮันบนตัวเมารูเกกับมันเฟอร์การในใจยาสกอบสกันบกเปียบรอดระบบขยมส่งเฟอร์การสวากุ้มมนุษย์กลุ่มนี้ตักหมกระบบบรอดเมียนในชดปอมีวัสดุบาปลับโดเพลียมให้รูเกกับมันไซอาเล็กใบสำหรับรูเกผู้ยังอาจโจตในการขนมโดยเฟอร์การปราบปรามในเจาะเพลิงมวยนี้บรอดไว้ขมิ้นเมียนในตักหมกดอแต่เจ้าเนี่ยนี่คือเจตีดับใบตักหมกระบบตีดับใบเมียนในสเปียเดียสมาโดยขมิ้นในมนุษย์เจตนามวยเต้ให้ก็เลยเอามือบรอดไว้จำนะในวิ่งรูเกเกิดมาประหยัดในการตีดับใบสันในขนมอยากไปเพลียมนี้ประตูใบเชียงนากระดอยในกระดาษไปได้รูเกเรียบในขัดโจมหมกเจ็ดนู้เมียนในสดใสในแบบปอขมายม้วนไปสลับแต่บ้านประหยัดใจหมกเพลียมที่บ้านเฟอร์การล้อมปอบรอดไว้จำนำเนี่ยนี้และบ้านเฟอร์การเตียนโยกบรอดไว้จำนำเนี่ยนี้จะลอบโจตัวในการขนมแบบปอขมายให้บรอดไว้จำนำเนี่ยนี้ก็มาบัดคลุ้นน้ำมันสอดตกในดานามวยหน่อยที่ตัวเพียบมวยวีก็โดยเชียกรอบรันเตะได้เวียบานทะเลจ่อตัวเลยใบดงในมนุษย์ในสหเพียบบักฮัดเรื่องมันได้ชีประสาทการเปิดสำหรับส่วนยนต์สั้นในกระดาษไปได้กระสายเพลย์ระบบเกนแบบบางปลายแต่จะมีในปอกระโฮมที่ดับเบิลกับบ้านเฟอร์การปงรีได้สารระบบเกให้รูเกกับบ้านในยัยเลยมวยนี้เชื่อมวยในคณีนู้ตีดับเบิลกับบ้านใบให้รูเกกับบ้านได้เชิงตื้อตักบกระบบรอดในเมียในชุดปอมีวีกับระบางโปเป็นรอยเพียบมันจะบ้าล้อให้รูเกบ้านสมบัติเมื่อแต่การรอดในเมียในชุดปอขมาดอยมาดังคลุ้นให้ใบโดระบบเกมีอารมณ์ทางสงบสงัดเชียงมุนรูเกบ้านซอยจะเหมาะให้กับบ้านในยัยต่อปูยังตื้อช่วงมือเคยท่าตาวางลินเนี่ยนี่เมียนในระบายจะไว้คลาตื้อกรมมนุษย์ออดนี้บ้านฮอสปูตมุกเพลียมให้กับบ้านเฟอร์ดำนาฉลองกัดเจาะเพลย์ได้วิกตรบ้านบางไล่ดอยแบบปกปอกมาในกระดาษไปได้ปุกเกบ้านโจมอกนู้เจาะเพลย์ได้สตัดในผนังการกรอยขนมระบบปุกเกนู้วิกตรบ้านบัดมกวิ่งดาวยืดดอยแบบปกปอกมาบรรทบปีระยะไปเคยในการห่อหานู้บรอดมีในชุดปอมีในสาวบ้านชอบเพลียมใส่ในระบบปุกเกนู้วิกตรบ้านปูเป็นดอยการพยับเอาให้ตักโมระบบเกแบบบางปลายแต่เจียกรอยยังคลั่งมนุษย์ได้สตัดในผนังการกรอยขนมระบบเกนู้ปุกเกมีในเพียรสลังกลางแต่งอ้อได้ไว้ได้ปุกเกบ้านเคยในสตัดในจอมเป็นมกระบบปุกเกเอาไว้ได้บ้านบางไฮไลน์สตัดในจอมเป็นมกระบบปุกเกนู้วิกเจียโกสมปอนอัทอมุยเดวิเมียนในมนุษย์ยังเจ้าให้สตัดในขนมเป็นนี้รวมปุกเกถึงออกนี่บ้านเงือกบ้านระบบปุกเกไล่ให้บ้านสำเร็จมือมาการปุกเกชิมวยนังการสำเร็จมือดอแต่เช่การสำเร็จมือในมนุษย์รอมันอ้อตอนนี้บ้านประมงประดงด่าในเรือมนุษย์ในสหเพียบบักฮัดบรรทุกไปชีกำลังประคาระบบปุกเกเป็นเมียนในกำลังกระปุกนู้ปุกเกกันในแต่เมียนในการพยับเอาสตัดในจำนวนกันด่าในโกสมปอนมวยนี้เป็นเมียนในภาษาลำฮอตระบานบางไล่เดบิเมียนในระยะจำนวน1,000 กิโลเมตรกระไรให้สตัดในจำนวนกันด่ามวยนี้เป็นเมียนในประสาทดอกกระปุกมวยเป็นเมียนในจมหายในอำนาจจะเมียนสถาปคลังมวยบ้านสายเพย์ใช้มาปีประสาทมวยนี้ให้วิ่งกับบ้านเฟอร์การรมปอดบอลมวยนี้มนุษย์เอาตอนนี้มีอารมณ์โดยชีปุกเกอาจเฟอร์การโดดหางบานยางหลับบ้าสตัดในภายในครองสัมปีมวยนี้ตีตะไบบ้านโชว์สตัดในภายในคราวดบอลดาตเตสอาร์มวยนี้ให้โอเคกับบ้านยัยโดยการกระรุบบกแปะบรอยังบ้านนอมยกหิวโจมากันที่นี่ให้ในเอาบกหาแต่งออกนี้และบ้านมอกตีนี่ปกเป็นแต่เอาเจตนาในการสำรับเอาไปไอ้ทางยังบ้านเฟอร์ไว้ปะปัวที่เลื่อนเนี่ยแต่งออกนี้แมนตีสำเร็จระบบวางเล่นแบบบ้านเจนบอกปีประสาทมือดาวยืดประตูใบเชียโซสำเร็จระบบวางเล่นเมียนในสับเพียบสามัญสำเร็จระบบวางเล่นหาใบโดยจะเมียนตกในถาปกใบสายเดสต์ในภายในข้างกรอยโซสำเร็จระบบรูกี้โซสำเร็จระบบวางเล่นแบบบานรูมันโจดาวยืดฉลองการตะเลโกสมพรจำไรเป็นยินแต่งมูลวางเล่นบานเรียนบันติในเวทมนต์โซสำเร็จใบสายซูกี้
nơi cái nạp đã vang lên ban phơi cá rồi bần tăng đàn đất đã tới lư và nhiệt bị sạc sai bình tĩnh mà đong sắt nơi khung bên ní về từ môn vì cái tài bản xài phía chính tới đòi xô sầm lên mô cục này để sắt nơi này càng không xã phía bậc hát lược lên trên pi bỏ và miền này chuột bỏ máy mô cục này để sắt nơi càng không xã phía bậc hát xô sầm lên môn vì cái tài bảnปูpin sắt nơi không chặt bỏ bộ kê vì lược lên trên pi bỏ miền này chuột bỏ máy nô têกำหนดบังคับบอกในมีในชุดปอกขมายวิคือขบุกัวซ้ำโดยใช้ระเกมบัดบองในแต่ระบบเกตตัดในแผนการขนมโซสมเด็จมันนี้เล่ากระแสในระบบเกมบางปลายเตยจะมีในบนลือใจจังในขณะเป็นระเกมบันฝึกการสำเร็จมือในการประสานมวยนี้ในมองระบบเกมนู้นบางหายใจเพียงมันจะบาลอนบันดงติดวิญญาณในระบบเราได้มีในชุดปอมีเนี่ยนี่มีในการของกูของคือกระแสในระบบเกมบางหายใจในสัญญาณในการเงินชอดอยเหมือนดังคลุ้นหายระบบเกมกับบานในยัยไอ้เหมือนบานเฟอร์ไว้ปะปอนเต้ประสานมนุษย์วีกับเชียร์การในหายนู้แต่หายไว้บานเชียร์ปูไอ้ออกนี่ในแต่ประเฮิร์นบอกรูខ្ញុំទៀតសំឡេងរបស់វ៉ាងលីននោះវាក៏ត្រូវបានពោពេញជាមួយនឹងចេតនាដ៏ត្រជាក់របស់រូគេស្ថិតនៅក្នុងពេលនេះរាល់សមាជិកទាំងអស់នៃគោលសម្ព័ន្ធចម្រាញ់វិញ្ញាណបានធ្វើការស្រែកឥតភាពអៀនខ្មាស់មនុស្សគ្រប់គ្នាដែលស្ថិតនៅខាងក្នុងគោលសម្ព័ន្ធចម្រាញ់វិញ្ញាណបាននិយាយពាក្យសម្ដីមួយនេះស្ថិតនៅក្នុងពេលតែមួយហើយសំឡេងមួយនេះវាក៏បានរួមបញ្ចូលជាមួយនឹងសំឡេងខ្សៅដែលចេញមកពីពពកពណ៌ខ្មៅសូរសំឡេងមួយនេះវាកាន់តែមាននៅសំឡេងលឺថែមទៀតសូរសំឡេងមួយនេះវាកាន់តែលឺជាងសំឡេងរន្ទះថែមទៀតដែលវាបានធ្លាក់ចុះមកស្ថិតនៅក្នុងរជានៃអ្នកបង្ហាត់អស់ទាំងនេះវាក៏ដូចជាប្រសិនវាមាននៅដែលមុតស្រួយរំមិនអស់ដែលបានចាក់ចូលស្ថិតនៅក្នុងបេះដូងរបស់ពួកគេវាបានមកកោឲ្យជារបស់ពួកគេបានខ្ទាស់ហើយវិញ្ញាណរបស់ពួកគេនោះវាមាននៅការរង្គោះរង្គើវាមាននៅរហ័សជាវាបានចេញមកពីមាត់នៃមនុស្សមួយចំនួនដែលមាននៅកម្រិតវឹកហាត់ទាបទាំងមុខរបស់បរិសុទ្ធដែលមានឈុតពណ៌មាសបានផ្លាស់ប្ដូរយ៉ាងខ្លាំងរូបគេបានដកថយទៅក្រោយដោយមិននឹងខ្លួនហើយមុខរបស់គេនោះវាត្រូវបានពោពេញទៅដោយភាពភ្ញាក់ផ្អើលប្រសិនបើរូបគេអញ្ចឹងហើយនោះអ្នកវឹកហាត់ដែលស្ថិតនៅជុំវិញនោះវាថែមទាំងអាក្រក់ជាងរូបគេទៅទៀតរាល់ពួកគេម្នាក់បានធ្វើការស្រូបយកនៅខ្យល់ដង្ហើមដ៏ត្រជាក់បេះដូងរបស់ពួកគេវាត្រូវបានពោពេញទៅដោយភាពភ្ញាក់ផ្អើលហើយពួកគេបានភ្ញាក់រលឹកថារឿងអស់ទាំងនេះវាមិនមែនជារឿងល្អនោះឡើយឡើយមកមើលសុនយុនសានឯនេះវិញភាពរំភើបដែលស្ថិតនៅផ្នែកខាងក្នុងបេះដូងរបស់គេវាស្ថិតនៅលើភាពភ្ញាក់ផ្អើលរបស់គេទៅទៀតរូបគេកំពុងតែធ្វើការស្រែកយ៉ាងសម្ងាត់ដែលស្ថិតនៅខាងក្នុងបេះដូងរបស់គេវាគឺជារូបគេវាគឺពិតជារូបគេពិតមែនឡើយមកមើលបរិសុទ្ធដែលមានឈុតពណ៌មាសឯនេះវិញនៅគណៈពេលរូបគេធ្វើការដកថយនោះរូបគេក៏បានធ្វើការស្រែកអ្នកការពារមនុស្សទេធ្វើការវិប្រហារបន្ទាប់ពីរូបគេនិយាយដូច្នោះហើយនោះក្រសែភ្នែករបស់បរិសុទ្ធដែលមានឈុតពណ៌ខ្មៅវាស្រាប់តែបានភ្លឺចែងចាំងឡើងភ្លាមរូបគេបានបោះជំហានទៅមុខហើយក៏បានមកដល់នៅចំពីលើប្រាសាទមួយនេះជាមួយនឹងជំហានតែម្ដងតែប៉ុណ្ណោះបន្ទាប់មកដៃស្ដាររបស់គេបានបង្កើតទៅជាត្រាមួយហើយរូបគេក៏បានទះចុះទៅខាងក្រោមការទះមួយនេះហាក់បីដូចជាមានផ្ទុកនៅថាពលនៃការទាញយកនៅភ្នំមួយបានវាមាននៅវិទ្យាពងមួយបានបង្ហាញឡើងស្ថិតនៅក្នុងលំហអាកាសហើយវាក៏បានឆ្ពោះសម្ដៅទៅកាន់ប្រាសាទមួយនេះវាមានការសោយចំអកដ៏ត្រជាក់មួយបានចេញមកពីផ្នែកខាងក្នុងប្រាសាទមួយនេះបន្ទាប់មករូបរាងរបស់វ៉ាងលីននោះក៏បានចេញមកវ៉ាងលីនបានសូមបីតាសម្លឹងមើលឡើងទៅលើផងនៅគណៈពេលដៃរបស់គេបានបង្ហាញចេញនៅពន្លឺពណ៌ខ្មៅមួយហើយវាក៏បានឈានចូលទៅក្នុងលំហអាកាសហើយវ៉ាងលីនក៏បាននិយាយយ៉ាងស្ងប់ស្ងាត់ចុះមកក្រោមមកខ្ញុំបន្ទាប់ពីដៃរបស់វ៉ាងលីនបានលូកចេញទៅហើយនោះវាមាននៅស្នាមប្រេះវាតាមទៅមកបង្ហាញឡើងភ្លាមស្ថិតនៅលើនិមិត្តសញ្ញាពណ៌មាសដែលតាមមកជាមួយនឹងសម្លេងព្រះបែកជាបន្តហើយនិមិត្តសញ្ញាពណ៌មាសមួយនេះវាក៏បានដួលលំទាំងមុខរបស់បរិសុទ្ធដែលមាននៅឈុតពណ៌ខ្មៅស្ដាប់ទៅបានផ្លាស់ប្ដូរយ៉ាងខ្លាំងហើយសម្រាប់រយៈពេលដំបូងនោះមុខរបស់រូបគេវាត្រូវបានពោពេញដោយភាពភ័យខ្លាចរូបគេចង់ធ្វើការកិច្ចប៉ុន្តែរាងកាយរបស់គេភ្លាមវាក៏ត្រូវបានចាប់ដោយថាពោមួយដែលវាអាចធ្វើការលួចយកនៅកម្លាំងជីវិតរូបគេត្រូវបានទាញចុះពីលើលំហអាកាសដោយគ្មានធម៌មេត្តាហើយជាមួយនឹងសម្លេងផ្ទុះដែលលឺមួយនោះរាងកាយរបស់បរិសុទ្ធដែលមានឈុតពណ៌ខ្មៅនេះត្រូវបានបុកចូលទៅកាន់ផ្ទៃដី